អ្នកស្លាប់ឡើងដល់100នាក់ក្នុងការផ្ទុះជំងឺហេបូឡានៅកុងហ្គោខណៈ WHO ប្រកាសអាសន្នសុខភាពសាធារណរដ្ឋសកលប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺអាហ្វ្រិកបានប្រាប់ទូរទស្សន៍ BBC ថាមនុស្សយ៉ាងហោចណាស់100នាក់ត្រូវបានរាយការណ៍ក្នុងការផ្ទុះឡើងនៃជំងឺហេបូឡានៅសាធារណរដ្ឋជាធិបតេយ្យកុងហ្គោដែលមានករណីឆ្លងជាង390នាក់លោកជៀនកាស៊ីយ៉ាប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺអាហ្វ្រិកបានប្រមានថាដោយគ្មានថ្នាំវ៉ាក់សាំងដែលត្រូវបានអនុម័តមនុស្សគួរតែអនុវត្តតាមវិធានការសុខភាពសាធារណៈរួមទាំងនៅក្នុងពិធីបុណ្យសពរបស់ជនរងគ្រោះដោយសារជំងឺហេបូឡាផងដែរមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក CDC និយាយថាមានករណីឆ្លង2ដែលត្រូវបានបញ្ជាក់និងមានអ្នកស្លាប់ម្នាក់នៅអូហ្គងដាអង្គការសុខភាពពិភពលោក WHO បានប្រកាសថាការផ្ទុះឡើងនៃប្រភេទជំងឺហេបូឡាបច្ចុប្បន្នដែលបង្កឡើងដោយវីរុសជាគ្រាអាសន្នអន្តរជាតិសម្រាប់សុខភាពសាធារណៈសកលមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិកបាននិយាយថាវិជ្ជបណ្ឌិតអាមេរិកម្នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោស្ថិតនៅក្នុងចំណោមករណីឆ្លងត្រូវបានបញ្ជាក់ជាក្រុមបេសកកម្មវិទ្យាសាស្ត្រដែលពួកគេកំពុងធ្វើការជាមួយពួកគេបានប្រាប់សារព័ត៌មាន CBS News ដែលជាដៃគូប្រព័ន្ធផ្សព្វផ្សាយ BBC នៅសហរដ្ឋអាមេរិកថាវិជ្ជបណ្ឌិតអាមេរិករូបនោះដែលមិនត្រូវបានបញ្ចេញឈ្មោះត្រូវបាននាំទៅប្រទេសអាល្លឺម៉ង់ដើម្បីព្យាបាល